Rương nì tiến, con chú tối nấm mất ác cát sự chờ. កាលពីព្រៃងាយនៅក្នុងភូមិមានផ្ទះពណ៌ស្រស់ៗមានកូនជ្រូកតូចម្នាក់ឈ្មោះកូ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 ស្លៀកអាវពណ៌ក្រហមនិងខោជើងឆ្កឹងពណ៌ខៀវគាត់គឺជាជ្រូកតូចដែលសប្បាយរីករាយនិងចូលចិត្តស្វែងរកមិត្តថ្មីៗថ្ងៃមួយពេលកូកូដើរលេងនៅចម្ងាយមុខផ្ទះគាត់ឮសំឡេងហ៊ូហ៊ូពីលើមេឃភ្លាមមានអំពូលពន្លឺលើកំពូលភ្នំនិងក្មេងតូចស្លៀកឈុតពណ៌បៃតងបានចុះមកក្បែរក្មេងនោះមានមិត្តអាកាសចរស្និទ្ធស្នាលមានភ្នែកធំរលោងពណ៌បៃតងដូចស្មៅ កូកូភ្ញាក់ផ្អើលតែគាត់ក៏សប្បាយចិត្តហើយនិយាយថាសួស្ដីខ្ញុំឈ្មោះកូកូញាក់មកពីណាក្មេងតូចស្លៀកឈុតបៃតងញញឹមហើយអាកាសចរនិយាយជាសំឡេងសប្បាយថាខ្ញុំឈ្មោះលីលូខ្ញុំនិងមិត្តក្មេងនេះមកពីភពឆ្ងាយឈ្មោះភពពន្លឺបៃតងយើងមកស្វែងរកមិត្តភាពថ្មី កូកូសប្បាយចិត្តណាស់ពួកគេបានលេងគ្នាលោតលេងនៅឆ្នេរសមុទ្រដើរលេងក្បែរភូមិនិងបន្តិចមកកូកូបានបង្រៀនលីលូនិងក្មេងបៃតងអំពីរបៀបចែករំលែកនំស្ករដែលគាត់ស្រឡាញ់ថ្ងៃបន្ទាប់ពួកគេចូលទៅជួយក្មេងៗផ្សេងទៀតនៅភូមិដោយជួយដាំផ្កានិងដាក់ទឹកសួនច្បារអ្នកភូមិទាំងអស់បានចាប់ផ្ដើមស្រឡាញ់និងគោរពពួកគេ នៅពេលថ្ងៃរៀបលិចពន្លឺអំពូលបានឆាប់ផ្ដើមភ្លឺឡើងលីលូប្រាប់កូកូថាយើងត្រូវត្រឡប់ទៅភពរបស់យើងហើយប៉ុន្តែយើងនឹងមិនភ្លេចមិត្តភាពនេះទេកូកូញញឹមហើយឲ្យអំណោយតូចមួយគឺផ្កាកុលាបពីសួនច្បាររបស់គាត់លីលូនិងក្មេងបៃតងបានយកទៅជាអនុស្សាវរីយ៍ លីឡូនិងក្មេងបៃតងញញឹមហើយហោះឡើងទៅមេឃវិញ មេរៀនសម្រាប់ក្មេងៗគ្រប់គ្នាមិត្តភាពពិតប្រាកដមិនពាក់ព័ន្ធនឹងការខកគ្នាការចែករំលែកនិងក្តីស្រឡាញ់គឺជាធម៌ពលអស្ចារ្យជាងគេ